ទឹកជ្រៅបងប្អូនមិនទឹករាក់ទេហើយគេមានកញ្ចែយើងបើសិនជាយើងមានអីរឿងអីកាត់ឡើងក៏យើងអាចប្រុងកញ្ចែសុំជំនួយបានអីចឹងណាប្រហែលថ្ងៃមុននេះនៅបឹងបាត់ជុំឬក៏យើងហៅថាតាពាំងខ្មោចគឺមានប្អូនប្រុសម្នាក់បានលងទឹកឥឡូវនេះបានដឹងហើយថាគាត់មិនមែនជាអ្នកនៅខេត្តសៀមរាបទេគឺគាត់មកពីខេត្តបន្ទាយមានជ័យអញ្ចឹងទីមួយគឺសូមចូលរួមសោកស្ដាយរបស់គ្រួសារសពផងដែលបាត់បង់សមាជិកហើយម្យ៉ាងវិញទៀតចង់ចែកម្លែកប្រាប់បងប្អូនដែលអ្នកនៅឆ្ងាយចង់មកទស្សនានៅកន្លែងតាពាំងខ្មោចឬក៏យើងហៅថាបឹងបាត់ជុំនេះបើសិនជាចង់ជិះទូកត្រូវពាក់អាវពោងព្រោះអីខ្ញុំទៅលេងកន្លែងនេះ2 3 4 5ដងហើយខ្ញុំចង់ប្រាប់បងប្អូនដែលអត់បានដឹងថាថ្ងៃដែលខ្ញុំបានទៅជិះទូកនៅកន្លែងបឹងបាត់ជុំឬក៏យើងហៅថាតាពាំងខ្មោចហ្នឹងគឺគាត់បានប្រាប់យើងហើយថាពាក់អាវពោងផងពេលដែលយើងជិះទូកដោយសារអីទឹកនេះគឺមានជម្រៅជ្រៅខ្លាំងថ្ងៃដែលខ្ញុំទៅហ្នឹងក៏មានអ្នកក្លាប់ទូកដែរតែគេពាក់អាវពោងអញ្ចឹងទៅក៏ទៅលោកអ៊ំហ្នឹងក៏ជិះទុកមកជួយស្រង់ឲ្យដឹកទាំងទុកទៀតយកទៅកន្លែងច្រាំងណាបងប្អូនតែករណីប្អូនប្រុសនេះគឺអត់មានពាក់អាវពោងបើបងប្អូនបានមើលវីដេអូប្អូនប្រុសខ្ញុំបកស្រាយកាលពីប្រហែលថ្ងៃមុនគឺបងប្អូនបានដឹងហើយថាមុនដំបូងគឺគាត់ពាក់អាវពោងតែពេលទៅដល់កន្លែងនោះគឺគាត់បានដោះអាវពោងចេញអញ្ចឹងណាបងប្អូនអញ្ចឹងធ្វើឲ្យមានគ្រោះថ្នាក់ហើយម្យ៉ាងគឺគាត់មិនសូវជាបានដឹងស្ទាបស្ទង់ពីជម្រៅទឹកក៏ដូចជាបានដឹងពីភូមិសាស្ត្រច្បាស់លាស់ផងបងប្អូនដោយសារអីគាត់អ្នកចម្ងាយហើយវីដេអូនេះចង់ប្រាប់បងប្អូនថាបើសិនជាអ្នកឆ្ងាយទៅទស្សនានៅទីនេះបើយើងអត់ទាន់ស្គាល់អត់ទាន់ដឹងតំបន់ហ្នឹងទេយើងត្រូវទៅសួរគេឲ្យបានច្បាស់លាស់សិនហើយយើងកាន់តែប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះអីយើងមិនមែនជាអ្នកនៅតំបន់ហ្នឹងនៅស្រុកហ្នឹងអីចឹងណាបងប្អូនអញ្ចឹងជាចុងក្រោយចង់ប្រាប់បងប្អូនទាំងអស់គ្នាថាបើសិនជាអ្នកចម្ងាយទៅលេងកន្លែងណាក៏ដោយដែលមានទឹកយើងត្រូវតែប្រុងប្រយ័ត្នព្រោះអីវាមិនមែនជាតំបន់យើងស្គាល់អញ្ចឹងយើងសាក់សួរគេបន្តិចតួចទៅបន្ថែមទៀតដើម្បីឲ្យយើងកាន់តែប្រុងប្រយ័ត្នហើយមានសុវត្ថិភាពបងប្អូនអញ្ចឹងអស់ហើយបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំមកហើយទឹកជ្រៅបងប្អូនមិនមែនទឹករាក់ទេហើយគេមានកញ្ចែយើងបើសិនជាយើងមានអីរឿងអីកាត់ឡើងក៏យើងអាចប្រុងកញ្ចែសុំជំនួយបានអីចឹងណាហើយដែរតាបងប្អូនពេលមានអ្នកទូកក្លាប់ចឹងគាត់ជិះយកមកជួយចឹងណាជិះទូកមកជួយជីទៀតទេណាអូយដឹកទាំងទូកទៀតណ៎ដឹកទាំងទូកមកទៀតនេះគឺថ្នាំខ្មែរដែលព្យាបាលបរិសុទ្ធស្ត្រីដែលកំពុងតែមានជំងឺក្រពះមេរោគក្នុងក្រពះអ្នកដែលមានបញ្ហាក្រពះពោះវៀនធ្ងន់ធ្ងររលាកក្រពះមានអាការៈដូចជាចុកឆ្អល់លមួភើច្រាលដាតសដាតហូបអីអត់សូវដឹងរសជាតិបើនិយាយពីសាច់វិញសាច់ក្តៅស្ទីងបងប្អូនអាចយកប្រភេទថ្នាំខ្មែរនេះទៅដាំទឹកប្រសាបានអត់មានជាតិចាត់ជាតិវិញទេគឺឈ្ងុយដូចតែអញ្ចឹងការហាថ្នាំក៏ដូចជាការវេចខ្ចប់គឺមានអនាម័យខ្ពស់ខ្លាំងណាស់បងប្អូនអរគ្នាអាចមានថ្នាំនឹងដៃអាចកាច់មើលបានគឺថ្នាំទាំងស្រួយទាំងផងដាំទឹកហើយក្តៅឈ្ងុយតែម្ដងបងប្អូនហើយថ្នាំខ្មែរដ៏ល្អនេះវិញគឺមានតាំងពីបរមរានមកម្លេះបងប្អូនគឺហុំសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទេបងប្អូនតមគឺមានតមជាតិហ្គាសមីបុកល្ហុងម្ទេសរយៈពេលហូបថ្នាំផងដែរវិធីប្រើក៏ដូចជាការតមគឺមាននៅលើកញ្ចប់ស្រេចសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចង្អល់បន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆាយចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពីផេកមួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page ខ្លាំងៗបងប្អូន